តោះបងប្អូនចេញតែមើលទេសភាពខាងក្រៅផ្ទះជាមួយខ្ញុំទៀតបងប្អូនអាកាសធាតុល្អឆ្នាំនេះអាកាសធាតុល្អដោយសារអីខែ4ហើយក៏អាកាសធាតុមិនទាន់ក្តៅអញ្ញសេជួបយាយម្ចាស់ផ្ទះខ្ញុំសំណេះសំណាលគ្នាបន្តិចបន្តួចអញ្ញសេអូបើមកជួបតាប្រធានភូមិទៀតហ่ะនិយាយទៅយាយម្ចាស់ផ្ទះខ្ញុំជួបគាត់អត់សូវជួបគាត់ទេព្រោះថាគាត់អត់សូវចេញក្រៅបងប្អូននេះដីតាប្រធានភូមិគាត់ដាំហើយនេះគាត់ដាំម្ទេសហ្នឹងគាត់ដាំម្ទេសធ្វើម្សៅម្ទេសសម្រាប់ធ្វើគីមឈីបងប្អូនខាងក្រៅខ្នងខ្ញុំហ្នឹងគាត់ដាំឡើងម៉ានហើយម៉ានរងហើយខាងនេះប្រហែលជាគាត់ដាំគីនីបគីនីបហ្នឹងស្អីគេយកស្លឹកវាហូបជាមួយសាច់អាំងហិលមិនហិលទេឈ្ងុយស្រៀងម្រះព្រៅដែរប៉ុន្តែគេហូបមួយសាច់អាំងបានភាគច្រើនគាត់ដាំមកចំហៀងគីនីបហ្នឹងហើយមកចំហៀងម្ទេសគាត់ដាំហើយគីនីបនេះគាត់មិនបានដាំទេតែគាត់ត្រៀមនឹងដាំដែររាល់ឆ្នាំគាត់ដាំបែបហ្នឹងហើយខាងនោះខ្ទឹមនិយាយទៅគាត់ដាំដីគាត់ធំដែរតែមិនដឹងថាដីគាត់ឬក៏ដីគាត់បបាស់គេតាមធានភូមិគាត់ដាំរាល់ឆ្នាំហើយអាកាសធាតុល្អបងប្អូនហើយរៀងល្ងានេះខ្ញុំចេញមកក្រៅថ្ងៃហ្នឹងរៀងល្ងាតាហើយខ្ញុំមិនទាន់បានធ្វើដីដាំតកូនអីដែរព្រោះថាតកូនខ្ញុំចេញពូជបានហើយមិនទាន់បានធ្វើដីដាំដោយសារតែល្ងាចឡើងរៀងត្រជាក់អញ្ចឹងទៅខ្ញុំខ្ជិលនៅកន្លែងកសិដ្ឋានចាំមើលអាកាសធាតុរៀងលែងសូវត្រជាក់បន្តិចចាំនៅកសិដ្ឋានធ្វើដីដាំដែរអញ្ចឹងណាហើយក្រោយខ្នងខ្ញុំឯងបងប្អូនផ្កានិយាយម្ចាស់ផ្ទះតាមម្ចាស់ផ្ទះខ្ញុំគាត់ដាំផ្កានិយាយទៅនិយាយម្ចាស់ផ្ទះខ្ញុំគាត់សួរថាមិនគាត់ចូលចិត្តដាំតំណាំតំណោចម៉េះគាត់អត់ហត់ទេគាត់ថាគាត់ចូលចិត្តព្រោះថាគាត់ជាពីមុនគាត់ជាកូនកសិករដែរអញ្ចឹងណាគាត់ថាគាត់ជាកូនកសិករអញ្ចឹងហើយគាត់ចូលចិត្តដាំតំណាំតំណោចកាលពីក្មេងគាត់ធ្លាប់ធ្វើផ្កាស្អាតណាបងប្អូននេះតានោះមកនេះផ្កាស្អាតទេខាងក្រោយខ្នងខ្ញុំតានោះមកឲ្យគាត់ទៅមុនសិនតាអង្គទៅកាច់តិចបងអូនតាធានភូមិខ្ញុំចូលលោះហ្នឹងយ៉ាងតាគាត់ចូលចតឡានសោះនេះបុកផាតិចស្គីបងប្អូនអូយស្អាតដល់នេះអូយស្អាតហ่ะចាំអត់តែមើលផ្កាណានេះផ្កាប្រទេសជួលខ្ញុំនេះមិនយកអស់សិតតែបុកផារិចស្គីតែម្ដងខ្ញុំថតឲ្យបងប្អូនមើលពីមុខតាប្រធានភូមិខាងភូមិខ្ញុំរស់នៅគាត់ដងទឹកមួយធុងមិនដឹងតែស្រោចអីទេបងប្អូនហើយនៅខាងនោះហើយម្ទេសហ្នឹងគាត់ដាំឲ្យអត់ស្រោចទឹកទេគឺដាំបែបហ្នឹងគាត់តតយោបងប្អូនគាត់អត់ស្រោចទឹកពីលើទេគាត់តតយោនេះតយោប្រព័ន្ធទឹករបស់គាត់តឯការធ្វើកសិកម្មនៅកូរ៉េអត់សូវហត់ទេដោយសារទឹកគេកន្លែងណាក៏មានហ្នឹងបងប្អូនមានប្រព័ន្ធទឹកគ្រប់ទីកន្លែងអញ្ចឹងហើយអត់សូវប្រើកម្លាំងទេប្រើតែកម្លាំងដាំកោះកាយអីហ្នឹងដោយថាដំឡូងអីគាត់កោះដៃអីចឹងណាបើគេខ្នាតធំគេកោះនឹងម៉ាស៊ីនបើម្ទេសអីចឹងនេះរោគអីហ្នឹងគេប្រើម៉ាស៊ីនរស់ម៉ាស៊ីនភ្ជួររងនៅខ្មែរចឹងក៏មាននៅក្រៅក៏មានដែរនៅប្រទេសផ្សេងក៏មានចឹងហើយការធ្វើកសិកម្មនៅប្រទេសគេអត់សូវពិបាកអត់សូវចំណាយកម្លាំងមនុស្សច្រើនប៉ុន្មានទេព្រោះគេប្រើម៉ាស៊ីនច្រើនដែរចឹងណាតែគាត់នៅខាងនោះទឹកតោងនឹងឯង